វីដេអូនេះនាំអារម្មណ៍បងប្អូនរបស់យើងទៅលេងវត្តមួយកន្លែងនៅខេត្តបន្ទាយមានជ័យនោះគឺវត្តភ្នំបាក់លើវីដេអូនេះគឺបង្ហាញបងប្អូននៅថ្ងៃបិណ្ឌធំគឺថ្ងៃទី22ខែកញ្ញានេះបន្ទាប់ពីបានស្លៀកពាក់តាមបែបប្រពៃណីជាតិខ្មែរយើងហើយឥឡូវនេះយើងយកចង្ហាន់ទាំងអស់គ្នាទៅជាមួយនឹងខ្ញុំក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំទៅវត្តភ្នំបាក់លើទាំងអស់គ្នាវត្តភ្នំបាក់លើជាវត្តមួយក្នុងចំណោមវត្តផ្សេងៗទៀតនៅក្នុងក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យដែលមានទេសភាពស្អាតមិនចាញ់វត្តផ្សេងៗនោះទេនៅក្នុងឱកាសភ្ជុំបិណ្ឌនេះខ្ញុំទៅបាន3 4 5វត្តដែរបងប្អូនហើយឃើញថានៅក្នុងគ្រប់វត្តទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យក្រុងសិរីសភ័ណ្ឌនេះគឺមានការរៀបចំមិនចាញ់គ្នាទេបងប្អូនទាំងសោភ័ណភាពទាំងអនាម័យទាំងសណ្ដាប់ធ្នាប់បាទគឺថាមានការរៀបចំល្អមែនទែនបាទហើយមកដល់ថ្ងៃភ្ជុំធំនេះគឺខ្ញុំនាំក្រុមគ្រួសារក៏ដូចជាបងប្អូនមកយកចង្ហាន់មកកាន់វត្តភ្នំបាក់លើពួកចង់ឃើញទស្សនីយភាពពីលើកំពូលភ្នំមើលទៅកាន់ក្រុងសិរីសភ័ណ្ឌរបស់យើងគឺធ្វើអារម្មណ៍ខ្ញុំស្រស់ស្រាយបាទអញ្ចឹងបន្ទាប់ពីមកដល់វត្តហើយយើងទាំងអស់គ្នាក៏បានចុះពីយានជំនិះហើយដើរឡើងទៅខាងលើបាទរៀងចោតបន្តិចដែរបងប្អូនផ្លូវឡើងប៉ុន្តែមិនធ្វើទេព្រោះថាបងប្អូនយើងធ្វើដំណើរឡើងទៅទាំងអស់គ្នាហើយសប្បាយចិត្តនៅពេលដែលឃើញពុទ្ធបរិស័ទដែលជាពុទ្ធសាសនិកជនបងប្អូនប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺគាត់មកធ្វើបុណ្យទាំងអស់គ្នានៅក្នុងឱកាសប្រជុំនេះមានក្មេងមានចាស់មានកំឡោះមានកំមុំមានមេម៉ាយពោះម៉ាយណាមានកុមារាកុមារីបាទនៅពេលដែលខ្ញុំឃើញរូបភាពបែបនេះខ្ញុំតែងតែសម័យឃើញការខ្លួនឯងនៅតូចបងប្អូនបានមកវត្តជាមួយលោកតាលោកយាយប៉ាម៉ាក់នាំមកនឹងសប្បាយចិត្តណាស់ដល់ពេលមកដល់ឥឡូវខ្លួនឯងរៀងចាស់បន្តិចហើយបងប្អូនគេហៅពូគេហៅអ៊ំមកហើយបាទនៅពេលដែលយើងនាំកូនចៅរបស់យើងមកកាន់វត្តបងប្អូនវាបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីខ្មែររបស់យើងគឺរក្សាបង្ហាញពួកគាត់ឲ្យឃើញនេះការស្លៀកពាក់នៅពេលដែលយើងមកវត្តគឺអញ្ចឹងមានការស្លៀកហូលផាមួងណាសម្ពុតបត់អីអញ្ចឹងទៅហើយសម្រាប់បុរសគឺពាក់អាវសអីអញ្ចឹងណានេះហើយគឺយើងបង្ហាញផ្ទាល់ទៅកាន់យុវជនចំនួនក្រោយក្មេងៗឲ្យគាត់ឃើញឲ្យបានរៀនសូត្រថែរក្សានៅទំនៀមទម្លាប់ប្រពៃណីទាំងអស់គ្នាងាកមកកាន់វត្តភ្នំបាក់លើបងប្អូនឃើញទេថ្ងៃនេះគឺមានញាតិញោមមកច្រើនណាបងប្អូនអើយបាទព្រោះថ្ងៃប្រជុំធំប្រហែលជាគេគិតដូចខ្ញុំដែរថ្ងៃចុងក្រោយប្រជុំធំនេះគឺមកវត្តភ្នំបាក់លើបាទកាលពីប្រហែលថ្ងៃមុនទៅវត្តផ្សេងៗនៅក្នុងក្រុងសិរីសភ័ណ្ឌបាទអ្វីដែលពិសេសនោះគឺវត្តភ្នំបាក់លើមានប៉មដ៏ខ្ពស់មួយដែលយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃខេត្តបន្ទាយមានជ័យពីលើកំពូលភ្នំបានយ៉ាងច្បាស់ការចូលនៅទីនោះធ្វើអារម្មណ៍របស់យើងស្ងប់និងជួយឲ្យយើងគយគន់ធម្មជាតិនិងមនុស្សនៅជុំវិញខ្លួនក៏ដូចជាមជ្ឈដ្ឋានបរិស្ថានជុំវិញប្រកបដោយសេចក្តីសុខនិងជ្រះថ្លាក្នុងអារម្មណ៍មែនទែនជាចុងក្រោយបុណ្យភ្ជុំបិណ្ឌគឺជាពេលដែលយើងទាំងអស់គ្នាបានផ្សារភ្ជាប់នៅទំនាក់ទំនងឡើងវិញជាមួយនឹងក្រុមគ្រួសារនិងដូនតារបស់យើងវាមិនមែនគ្រាន់តែជាពិធីបុណ្យនោះទេតែជាការបង្ហាញពីការដឹងគុណនិងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងវប្បធម៌និងបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប